ខេពិសិដ្ឋយើងទៅមេរៀនកណិតយើងណាថ្ងៃហ្នឹងយើងរៀនធរណីមាត្រshare screen សិនណាយេចឹងយើងទៅរៀនធរណីមាត្រថ្ងៃហ្នឹងធរណីមាត្រយើងអូសុំទោសនេះដូចអូសុំទោសម្ដងទៀតចឹងថ្ងៃមុនយើងរៀនដល់អីគេមុំផ្ចិតណាមុំផ្ចិតចឹងមេរៀនទី14យើងរៀនដល់មេរៀនទី14ណាធរណីមាត្រលក្ខណៈមុំនៃរង្វង់ចឹងទី1នោះមុំផ្ចិតណាយើងឲ្យស្គាល់មុំផ្ចិតចឹងមុំផ្ចិតជាមុំដូចមួយដាច់ណាមុំផ្ចិតហើយគេមានក្បួនគេមានជាទូទៅគេអាហ្នឹងជាសន្និដ្ឋានគេគឺថាម៉េចក្នុងរង្វង់មួយធ្នូពីរប៉ុនគ្នាណាក្នុងរង្វង់មួយធ្នូពីរប៉ុនគ្នាស្កាត់ដោយផ្ចិតដោយមុំផ្ចិតពីរប៉ុនគ្នាណាស្កាត់ដោយមុំផ្ចិតពីរប៉ុនគ្នាច្រាស់មកវិញកាលណាមុំផ្ចិតពីរប៉ុនគ្នាណានោះធ្នូស្កាត់ទាំងពីរក៏ប៉ុនគ្នាដែរណានេះឧទាហរណ៍នេះនេះឧទាហរណ៍ទី2ឥឡូវមើលឧទាហរណ៍ទី2គេមានធ្នូ2នេះធ្នូអាហ្នឹងធ្នូ AB និង D DC នៅលើរង្វង់ផ្ចិតធ្នូ O នេះកាត់ធ្នូ O ណាផ្ចិតនេះធ្នូ O ណាធ្នូ O ដែលធ្នូ AB ស្កាត់ដោយមុំផ្ចិតអីគេមុំផ្ចិតអីគេមុំ AOB អានេះធ្នូកាត់ដោយមុំផ្ចិតណាដោយមុំផ្ចិត AOB AOB នេះមុំផ្ចិតនេះណាអាហ្នឹងធ្នូ AB ណាធ្នូ AB និងធ្នូ DC នេះ DC ស្កាត់ដោយមុំផ្ចិតអីគេដោយមុំផ្ចិត COD ណា COD បើធ្នូ AB និងធ្នូ CD ឧទាហរណ៍ទេអាហ្នឹងគាត់ឧទាហរណ៍តែមើលទៅមិនត្រួតគ្នាគេគាត់ថាបើសិនជាធ្នូ AB និង CD នេះត្រួតស៊ីគ្នាបើអាពីរនឹងប្រវែងគ្នាឧទាហរណ៍បត់ទៅប្រវែងគ្នាអានេះគេគូនេះដូចអត់ប្រវែងសោះណាបើប្រវែងគ្នាត្រួតស៊ីគ្នានោះធ្នូទាំងពីរហ្នឹងប៉ុនគ្នាណាចាំឧទាហរណ៍អានេះបត់ទៅត្រួតស៊ីគ្នាប្រវែងនេះវាស្មើគ្នាអានេះឧទាហរណ៍អានេះគេគូនេះអត់សូវស្មើទេគេគូអត់ស្មើទេណាអញ្ចឹងឧទាហរណ៍អានេះ5សង់ទីម៉ែត្រអានេះក៏5សង់ទីម៉ែត្រដែរណាត្រួតស៊ីគ្នាកណាត្រួតស៊ីគ្នាគេបានមុំផ្ចិតដែលស្កាត់ធ្នូទាំងពីរនោះគឺប៉ុនគ្នាដែរគេបានមុំនេះបើអានេះ60ដឺក្រេអានេះក៏60ដឺក្រេដែរតែរូបនេះគេគូអត់សូវស្មើណាប៉ុន្តែគាត់ថានេះគេឲ្យជាលក្ខណៈជាក្បួនណាជាក្បួនអញ្ចឹងគេថាបើត្រួតស៊ីគ្នាបើបត់ទៅនេះអានេះប្រវែងគ្នាអាធ្នូនេះចាអាមុំនេះក៏ប៉ុនគ្នាដែរបើច្រាស់មកវិញបើមុំនឹងពីរប៉ុនគ្នាឧទាហរណ៍យើងរកទៅឃើញមុំពីរប៉ុនគ្នាអញ្ចឹងមានធ្នូវាហ្នឹងក៏ប៉ុនគ្នាដែរណាច្រាស់ទៅវិញវាមានន័យអញ្ចឹងណាអញ្ចឹងនេះជាទូទៅក្នុងរង្វង់មួយធ្នូពីរប៉ុនគ្នាស្កាត់ដោយមុំផ្ចិតពីរប៉ុនគ្នាណាបើមុំផ្ចិតពីរប៉ុនគ្នានេះមុំនេះអានេះ45ដឺក្រេអានេះ45ដឺក្រេអញ្ចឹងមានន័យថាប្រវែងធ្នូហ្នឹងប្រវែងធ្នូហ្នឹងក៏ស្មើគ្នាដែរប៉ុន្តែបើយើងរកឃើញថាប្រវែងធ្នូហ្នឹងស្មើគ្នាច្រាស់មកវិញណាមុំផ្ចិតហ្នឹងក៏ប៉ុនគ្នាដែរណាហ្នឹងជាលក្ខណៈcònរំលឹកបន្តិចទេណាប្រតិបត្តិឲ្យបានធ្វើដែរហ្នឹងណាឥឡូវយើងទៅចំណុចទី2បណ្ដោយទៅណាសុំទោសមុំចរិតក្នុងរង្វង់ដូចមិនដេចទៅហៅថាមុំចរិតក្នុងរង្វង់ណាមុំចរិតក្នុងរង្វង់ឥឡូវទី1គេឲ្យស្គាល់និយមន័យចាំមើលដូចមិនដេចទៅហៅថាមុំចរិតក្នុងរង្វង់ណានិយមន័យគេឲ្យស្គាល់មុំចរិតក្នុងរង្វង់ហ្នឹងជាមុំដូចមិនដេចអានេះរង្វង់ចុះអាមុំចេះវិញអាហ្នឹងចរិតអត់ទេណែអានេះមុំនេះចរិតអត់ប៉ុន្តែអានេះវិញ
គេហៅថាមុំចរិតនេះណាឥឡូវចាំមើលលក្ខណៈមុំចរិតជាមុំដូចម្ដេចណាជាមុំដូចម្ដេចណាឧទាហរណ៍ទី1គេមានរង្វង់ផ្ចិតអូនេះផ្ចិតអូរង្វង់ផ្ចិតអូផ្ចិតហ្នឹងជាចំណុចកណ្ដាលនៃរង្វង់ណាគេគូសអង្កត់ធ្នូពីរអាហ្នឹងគេហៅអង្កត់ធ្នូណាបើអង្កត់ផ្ចិតតិចឲ្យស្គាល់អង្កត់ផ្ចិតអង្កត់ធ្នូណាអង្កត់ផ្ចិតគឺកាត់ផ្ចិតហើយពីម្ខាងទៅម្ខាងដល់អាប្រវាយនេះគេហៅថាអីគេកម្មកម្មនៃរង្វង់យកឲ្យស្គាល់លក្ខណៈវាណារៀនអីឲ្យស្គាល់លក្ខណៈហ្នឹងណាហើយអាពីរនេះមកនេះអាហ្នឹងគេហៅអង្កត់ផ្ចិតកាត់ផ្ចិតណាប៉ុន្តែដល់អង្កត់ធ្នូគឺអត់កាត់ផ្ចិតទេគឺគ្រាន់តែពីម្ខាងទៅម្ខាងពីម្ខាងទៅរង្វង់ទៅដល់ម្ខាងទៀតគេហៅថាអង្កត់ធ្នូណាអង្កត់ធ្នូយើងអាចគូសអង្កត់ធ្នូបានច្រើនអង្កត់ផ្ចិតក៏អាចគូសបានច្រើនគូសចេះមកគូសឲ្យកាត់រង្វង់មកគូសចេះណាហើយកម្មនេះកម្មប្រវាយនេះដូចកម្មកង់អញ្ចឹងណាដូចកម្មកង់អញ្ចឹងខ្ញុំលុបអានេះចេញឲ្យស្រួលមើលលក់ឥឡូវលក្ខណៈទី1គឺគេឲ្យយើងស្គាល់ក្នុងទោសអញ្ចឹងលក្ខណៈទី1នោះគឺគេឲ្យយើងស្គាល់តែចរិតក្នុងរង្វង់ទេណាមុំចរិតក្នុងរង្វង់និយមន័យវាហើយយើងថាស្គាល់អាមុំចរិតក្នុងរង្វង់នោះជាមុំដូចម្ដេចណាឧទាហរណ៍គេមានរង្វង់ផ្ចិតអូគេគូសអង្កត់ធ្នូ2ដល់អង្កត់ធ្នូមួយគេ AN អាហ្នឹងអង្កត់ធ្នូនេះមួយទៀត NB ណាអានេះមុំកាត់គ្នាត្រង់ចំណុច N នេះចំណុច N ឲ្យទួលកន្លែងរង្វង់ផ្ទៃផ្នែករង្វង់គាត់កាត់ធ្នូណាអាហ្នឹងគេហៅធ្នូណាអញ្ចឹងកាត់ធ្នូនេះណាអញ្ចឹងកន្លែងនេះអាមុំអាហ្នឹងមុំគេមុំចរិតក្នុងរង្វង់ហើយគេហៅមុំចរិតក្នុងរង្វង់អានេះមុំចរិតក្នុងរង្វង់អត់ទេណាតើតាគូសមកដល់ចេះធ្នូ2គូសមកណែមកប៉ះនេះអានេះមុំចរិតក្នុងរង្វង់ហើយណាគូសមកទៀតគូសធ្វើម៉េចឲ្យតាអង្កត់ធ្នូ2ទៅមកកាត់គ្នាដល់ផ្ទៃនេះអាផ្ទៃធ្នូផ្នែកនេះណានេះមកដល់ឡើយនេះអាហ្នឹងគេហៅថាមុំចរិតក្នុងរង្វង់ណាក្នុងរង្វង់វាក្នុងរង្វង់ណាអញ្ចឹងកាត់គ្នាត្រង់ N មួយនៅលើរង្វង់នៅលើផ្នែកនៅលើរង្វង់ណានៅលើរង្វង់គេបានមុំនេះបានមុំអីគេ ANB សំទោសគេបានមុំយ៉ាគេបានមុំ ANB ជាមុំដែលស្ថិតនៅក្នុងរង្វង់ហៅថាមុំចរិតក្នុងរង្វង់ណាក្នុងរង្វង់ឲ្យស្គាល់នេះមុំចរិតក្នុងរង្វង់គឺជាមុំដែលមានកំពូលស្ថិតនៅលើរង្វង់ហើយជ្រុងទាំងពីរហ្នឹងកាត់គ្នាកាត់រង្វង់ជាអង្កត់ធ្នូជាអង្កត់ធ្នូណាជាអង្កត់ធ្នូចាំណាជាអង្កត់ធ្នូអញ្ចឹងជាអង្កត់ធ្នូទៀតតិចឲ្យស្គាល់អង្កត់ធ្នូអង្កត់ធ្នូនេះអត់គូសកាត់ផ្ចិតទេណាបើអង្កត់ផ្ចិតគូសកាត់នេះណាអញ្ចឹងប្រយ័ត្នច្រឡំណាអង្កត់ធ្នូមិនមែនអង្កត់ផ្ចិតទេអង្កត់ផ្ចិតតគូសកាត់ផ្ចិតប៉ុន្តែដល់អង្កត់ធ្នូគឺគូសពីម្ខាងទៅម្ខាងប៉ុន្តែมันកាត់ផ្ចិតទេណាมันកាត់ផ្ចិតទេណាអញ្ចឹងនេះយើងមើលច្បាស់មួយណាមួយអញ្ចឹងម្ដងទៀតគេបានមុំ ANB គេបានមុំ ANB ជាមុំដែលស្ថិតនៅលើរង្វង់ណាអញ្ចឹងហៅថាមុំចរិតក្នុងរង្វង់នេះអាមុំហ្នឹងមុំ ANB ហ្នឹងគេហៅថាជាមុំចរិតក្នុងរង្វង់ដែលកាត់គ្នាដោយធ្នូឯគេធ្នូ3អានេះគេឲ្យ Q ទៀតណានេះធ្នូអាហ្នឹងគេធ្នូប្រវែងហ្នឹងណាតែកាត់គ្នាដោយធ្នូឯគេធ្នូ AQB ណាឬក៏ A B B Q A ក៏បានដែរណាធ្នូហៅណាមុនក៏បានដែរណាប៉ុន្តែហៅA Q B ណាហ្នឹងនេះសញ្ញាធ្នូណាអាដាក់ពីលើហ្នឹងរៀងនេះហ្នឹងវងខ្ចក់ពីលើហ្នឹងណាក្របពីលើដូចបាំងឆាត់អញ្ចឹងណាអាហ្នឹងគេហៅថាធ្នូណាគេអានថាធ្នូណាឥឡូវយើងមើលនិយមន័យឲ្យស្គាល់កាន់តែច្បាស់ដោយមិនដាច់តែហៅថាមុំផ្ចិតរង្វង់ចឹងមុំចរិតក្នុងរង្វង់សំទោសមិនមែនមុំផ្ចិតទេ
មុំផ្ចិតទៅតេតងផ្ចិតណាអូខេមុំចរិតក្នុងរង្វង់ជាមុំដែលមានកម្ពូលស្ថិតនៅលើរង្វង់នេះកម្ពូលវាស្ថិតនៅលើរង្វង់ណាចាំណានេះអានេះក៏ផ្ចិតដែរឥឡូវចាំមើលខ្ញុំគូសបានច្រើនត2ដែរត2អានេះក៏មុំឲ្យគេមុំចរិតក្នុងរង្វង់ដែរចុះបើគូចេះវិញបើគូចេះវិញចរិតក្នុងរង្វង់អត់មុំនេះមិនមែនជាមុំចរិតក្នុងរង្វង់ទេណាតោះគូសដល់ចំណុចធ្នូដល់កាត់ធ្នូណាតោះជួបគ្នាប្រសពគ្នាកន្លែងធ្នូណាហើយហើយបន្ទាត់ហ្នឹងជាអង្កត់អីគេអង្កត់ធ្នូទៀតជាអង្កត់ធ្នូទៀតអានេះក៏អង្កត់ធ្នូដែរប៉ុន្តែគូសអត់មកដល់នេះផងតមកដល់ធ្នូវានេះដល់ខាងនេះណាបានវាជាមុំផ្ចិតក្នុងរង្វង់ណាអញ្ចឹងប្រយ័ត្នច្រឡំឲ្យស្គាល់ណារៀនមួយណាណាអានេះក៏ជាមុំអឺចរិតក្នុងរង្វង់ដែរណាមុំចរិតក្នុងរង្វង់ដែរអូខេឥឡូវយើងមើលនិយមន័យវាច្បាស់និយមន័យមុំចរិតក្នុងរង្វង់ជាមុំដែលមានកំពូលស្ថិតនៅលើរង្វង់ណាហើយជ្រុងទាំងពីរហ្នឹងហើយជ្រុងទាំងពីរកាត់រង្វង់ជាអង្កត់ធ្នូជាអង្កត់ធ្នូចុះបើអញ្ចេះបើកាត់អង្កត់ផ្ចិតចេះអាហ្នឹងជានេះអត់ជាមុំចរិតរង្វង់អត់អាមួយទៀតកាត់អង្កត់ផ្ចិតចេះណាអាហ្នឹងមិនមែនទេណាជាអង្កត់ធ្នូជាអង្កត់ធ្នូណាអញ្ចឹងប្រយ័ត្នណាជាអង្កត់ធ្នូនេះគូពីម្ខាងម្ខាងប៉ុន្តែអត់កាត់ផ្ចិតនេះទេណាជាអង្កត់ធ្នូណាឥឡូវយើងមើលរូបធ្វើប្រតិបត្តិលំហាត់គំរូសំទោសតើរូបខាងស្ដាំនេះមុំចរិតក្នុងរង្វង់ឬទេព្រោះអ្វីអញ្ចឹងអានេះមិនមែនមុំចរិតក្នុងរង្វង់ផងហ្នឹងព្រោះអីឥឡូវយើងមើលទី1ណាអញ្ចឹងមុំយើងដាក់មកមុំ x a y មិនមែនជាមុំចរិតក្នុងរង្វង់ទេព្រោះកំពូល a មិនស្ថិតនៅលើរង្វង់ឃើញណាកំពូល a អត់ស្ថិតនៅលើរង្វង់បើគូសមកដល់នេះមកដល់នៅលើរង្វង់បានវាជាមុំផ្ចិតនៃរង្វង់ណាព្រោះអីណាចានេះទៀតរូបទី2ក៏មិនមែនជាផ្ចិតរង្វង់ដែរដោយសារអីនេះមុំ x a y មិនមែនជាផ្ចិតរង្វង់ទេព្រោះជ្រុងa y នេះវាក្រៅរង្វង់នៅក្រៅរង្វង់ហ្នឹងមិនមែនជាផ្ចិតណាតនៅក្នុងឥឡូវមើលប្រតិបត្តិបានដឹងណាមើលប្រតិបត្តិឥឡូវមើលប្រតិបត្តិឲ្យយល់អាណាជាមុំចរិតក្នុងរង្វង់ឥឡូវគេឲ្យស្គាល់មុំចរិតក្នុងរង្វង់តើរូបខាងស្ដាំមានមុំចរិតក្នុងរង្វង់ប្រមាណនេះអានេះមកគូសមួយមកប៉ះរង្វង់មកកាត់រង្វង់ណាមកលើរង្វង់ចំណុចប្រសពអានេះធ្នូមួយនេះធ្នូមួយអានេះបានមុំមួយអាហ្នឹងអញ្ចឹងបានមុំអីគេមុំយើងដាក់សញ្ញាមុំមុំ B B P P C P C វាយអានេះលឿនតិចណាជាអីគេសំទោសជាមុំចរិតក្នុងរង្វង់ណាព្រោះអីព្រោះវាមានកម្ពូលរួមមួយកាត់រង្វង់ហើយមានធ្នូពីរណាមានធ្នូពីរប្រសពគ្នាដោយនៅលើរង្វង់ណាដល់ចំណុចមួយនៅលើរង្វង់ណាជាមុំចរិតក្នុងរង្វង់បានមួយមានអីទៀតជាមុំចរិតក្នុងរង្វង់បានមុំមួយមានមុំអីទៀតមុំនេះ CPB អានេះក៏បានមុំមួយណាគេសួរមានបានមុំប្រមាណឥឡូវយើងបានមុំមួយហើយចរិតក្នុងរង្វង់ណាដោយសារមុំផ្ចិតរង្វង់លក្ខណៈវាដូចម្ដេចមុំផ្ចិតរង្វង់ជាមុំដែលមានកំពូលស្ថិតនៅលើរង្វង់កំពូលកន្លែងប្រសពគ្នានេះនៅលើរង្វង់ផ្ទៃរង្វង់ណាហើយជ្រុងទាំងពីរហ្នឹងហើយជ្រុងទាំងពីរកាត់រង្វង់ជាអង្កត់ធ្នូទៀតណាជាអង្កត់ធ្នូទៀតអញ្ចឹងជ្រុងទាំងពីរនេះអានេះមានពីរណាអានេះមួយទៀតអង្កត់ធ្នូមួយទៀតអង្កត់ធ្នូអញ្ចឹងប្រសពគ្នាកន្លែងនៅលើរង្វង់នេះកន្លែងចំណុចរួមមួយប៉េណានៅលើផ្ទៃរង្វង់ណាអញ្ចឹងមុំអីគេសេ
bề đế nhưng đã so này tôi tiến chia mồm chả rắc nóng rung vùng ná chia mồm chả rắc nóng rống rung vùng bàn pi à bàn pi à lỡ bàn mán lỡ bàn pi cái thu bàn mán bàn mồm mán lỡ bàn pi bàn mồm pi ná chứ nhưng do mùi tiệt bàn do rùm thông muối nè nè này mùi tiết ạ bàn bày chẳng bàn bày nè chẳng bàn mồm mùi tiết cứ mồm bề 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 đế bề bề đế đế riêng nên tịnh lúc chỉnh tịnh bề đôi ồ đó thấy chưa lúc từ chứng bề bề đế chẳng chỉ mồm chả rắc nông rống rồng vuông ná đại sa ấy đại sa miền thnu pí hai ប្រសពគ្នាត្រង់ចំណុចពេហ្នឹងហើយពេហ្នឹងនៅលើផ្នែកនៃរង្វង់ទៀតណានៅលើផ្នែកនៃរង្វង់ណាស្ថិតនៅលើរង្វង់ណាអូខេអញ្ចឹងជាមុំចរិតក្នុងរង្វង់បងបានអញ្ចឹងបានមុំបានបានមុំ3ណាអញ្ចឹងយើងអាចឆ្លើយឡើងនេះដាក់បានប្រមាណបាន3ណាបានមុំចំនួន3ណាមុំចិត្តរង្វង់ចំនួន3ឥឡូវយើងទៅមើលចំណុចទី2មួយទៀតណាចឹងដោយសារយើងរៀនបានតិចផងហើយយើងនៅសម្រាប់ណាបនចូលឆ្នាំប្រពៃណីជាតិយើងសម្រាប់អញ្ចឹងឥឡូវយើងមើលចំណុចទី2 2.2សំទោសណា2.2មុំចរិតក្នុងរង្វង់និងធ្នូមុំចរិតរង្វង់ក្នុងធ្នូឥឡូវយើងស្គាល់មុំចរិតក្នុងរង្វង់ហើយយើងរៀនចំណុចទី1គឺមុំចរិតក្នុងរង្វង់ហ្នឹងជាមុំដូចម្ដេចជាមុំដែលគេជាមុំដែលមានកំពូលស្ថិតនៅលើរង្វង់ចាំណាកំពូលស្ថិតនៅលើរង្វង់ហើយជ្រុងទាំងពីរនេះកាត់រង្វង់ជាអង្កត់ធ្នូណាជាអង្កត់ធ្នូយើងឲ្យដឹងណាយើងឲ្យដឹងអូខេអញ្ចឹងឥឡូវយើងនៅស្គាល់ធ្នូមួយទៀតឯណាធ្នូទីអត់ស្គាល់ធ្នូនេះទីធ្នូនេះដូចឥឡូវមុំអីគេមុំBPC BPC ធ្នូវាគេធ្នូវា BC ធ្នូខ្ញុំរៀងនេះបន្តិចណាធ្នូ BC ណាឥឡូវយើងមើលទៀតឧទាហរណ៍មុំ CPD ជាមុំចរិតក្នុងរង្វង់ធ្នូវាគេ PCD CPD ធ្នូវានេះណែទី1គេឲ្យស្គាល់តែចំណុចនេះទេណាឥឡូវគេឲ្យស្គាល់ធ្នូមួយទៀតណាយ៉ាខ្ញុំរៀងនេះតិចសេលើនឹងដូចអត់ប្រសពណាអត់ប្រសពអញ្ចឹងណាយ៉ាអញ្ចឹងដូចនេះសេដេក៏ដូចនេះចូលសុំទោសឥឡូវខ្ញុំទៅសេម្ដងទៀតអញ្ចឹងសេដេហ្នឹងណាធ្នូសេដេណាឥឡូវមុំនេះមកទៀតបេបេដេធ្នូវាគេធ្នូវាបេបេបេដេនេះធ្នូវានេះធ្នូវាគឺបេដេណាបេដេនេះធ្នូវាគឺបេដេណាបាទធ្នូយើងស្គាល់ធ្នូណាឥឡូវយើងមើលឧទាហរណ៍ទី1ឥឡូវចាប់ចំណុចនឹងមួយទៀតណាចឹងឧទាហរណ៍ទី1គេឲ្យមុំ ABC នេះ ABC នេះមុំនេះណាមុំនេះអាហ្នឹងជាមុំអីគេមុំចរិតក្នុងរង្វង់ដែរណាមុំចរិតក្នុងរង្វង់ដែលមានផ្ចិត O ហើយ BC ជាអង្កត់ផ្ចិតនេះជាអង្កត់ផ្ចិតវិញណាគេឲ្យបង្ហាញថាអានេះ BC នេះជាអង្កត់ផ្ចិតអានេះជាអង្កត់ធ្នូណាជាអង្កត់ធ្នូអញ្ចឹងគេឲ្យបង្ហាញថាម៉េចគេឲ្យបង្ហាញថា AB មុំ ABC ស្មើពាក់កណ្ដាលកន្លះណាកន្លះនៃមុំ
នៃធ្នូអីគេមុំ ABC ស្មើពាក់កណ្ដាលឬក៏កន្លះនៃអង្កត់ធ្នូ AC ណានៃអង្កត់ធ្នូឥឡូវចាំមើលគេបង្ហាញម៉េចឥឡូវកន្លះយ៉ាងដូចម្ដេចណាឥឡូវចាំមើលគូសភ្ជាប់ OR គេឲ្យគូសភ្ជាប់នេះភ្ជាប់ OR មកណាគូសភ្ជាប់អាហ្នឹងកម្មអាហ្នឹងបើគិតកម្មណាជាង OR គេបានត្រីកោណសមបាត្រណាត្រីកោណសមបាត្រគឺត្រីកោណនៃគេគឺត្រីកោណ AOB នេះត្រីកោណសមបាត្រណាត្រីកោណសមបាត្រហ្នឹងមានន័យថាជ្រុងពីរប៉ុនគ្នានេះជ្រុងពីរប៉ុនគ្នាណាអានេះកម្មប្រវែងកម្មនេះស្មើគ្នាណាអានេះអាចវែងជាងណាអានេះដឹងប៉ុន្មានទេមិនទាន់ដឹងទេណាតែអានេះស្មើគ្នាហ្នឹងជាត្រីកោណសមបាត្រដល់ត្រីកោណសមាំងជ្រុងវាទាំង3ស្មើគ្នាណាដល់ត្រីកោណកែងជាត្រីកោណដែលមានមុំកែងស្មើគ្នាដល់ត្រីកោណសមាំងជាត្រីកោណដែលមានជ្រុងទាំង3មិនប៉ុនគ្នាទេណាអញ្ចឹងបើត្រីកោណសមបាត្រវាមានជ្រុងពីរប៉ុនគ្នាហ្នឹងអានឹងកម្មនេះស្មើកម្មនេះហើយណាដោយសារអានេះជាកម្មអានេះជាកម្មណាអូខេអញ្ចឹង OR គេថា OR ស្មើ OB ហេតុអីវាជាកម្មនៃរង្វង់ស្មើគ្នាកម្មរង្វង់ណាដូចនេះមុំអីគេមុំ A ស្មើមុំ B នេះគេថាមុំនេះហើយមុំនេះស្មើគ្នាណាមុំ A ស្មើមុំ B ណាអញ្ចឹងបាទនេះស្មើគ្នាចាំណាកាលណាត្រីកោណសមបាត្រជ្រុងពីរប៉ុនគ្នាវាបង្កើតបានជាមុំមួយទៀតប៉ុនគ្នាណាអញ្ចឹងមុំ A ស្មើមុំ B តែមុំអីគេតែមុំ AOC AOC ណា AOC នេះមុំនេះណា AOC ស្មើមុំអីគេស្មើមុំ A បូកមុំ B អូចឹងស្មើនេះណាចឹងតស្មើនេះបូកនេះតគ្នាបានស្មើគ្នាណាបានស្មើមុំ B គេថាមុំក្រៅនៃត្រីកោណមុំក្រៅនៃត្រីកោណអីគេត្រីកោណ AOB ណាមុំក្រៅណាគេហៅមុំក្រៅនៃត្រីកោណអឺ AO OB ណានេះឯណាត្រីកោណ AOB នេះត្រីកោណ AOB ណាអញ្ចឹងមុំគេបានមុំអីគេមុំ AOC ស្មើ2ដងអីគេ2ដងមុំនេះ2ដងមុំ B ណា2ដងមុំ B ណា2ដងមុំ B ត្រូវពីរដងដោយសារ A នេះវាអាចស្មើនេះដែរស្មើមុំ B ដែរអញ្ចឹងមុំ B បូកមុំ B ស្មើពីរដងមុំ B ណាឬមុំ B ឯណាមុំ B នេះមុំ B ស្មើកន្លះអានេះពាក់កណ្ដាល1/2នៃមុំ AOC នេះស្មើកន្លះហ្នឹងណាពាក់កណ្ដាលចាំដល់នេះខាងទី2បើន័យថាពាក់កណ្ដាលណាបើយើងគិតពាក់កណ្ដាលណាបើន័យថាកន្លះពាក់កណ្ដាលនៃមុំអីគេនៃមុំ AOC អញ្ចឹងដោយមុំ AOC ស្មើនេះ AOC ស្មើគេស្មើអង្កត់ធ្នូគេនេះស្មើអង្កត់ធ្នូ AC ណាអង្កត់ធ្នូនេះអង្កត់ធ្នូ AC ជាមុំអីគេជាមុំផ្ចិតណាមុំផ្ចិតកាត់ធ្នូ AC អញ្ចឹងចាំកាលណាមុំផ្ចិតនេះអានេះគេហៅមុំផ្ចិតណានេះតិចផ្លេចចំណុចហ្នឹងចំណុចទី1នេះមុំផ្ចិតវាកាត់ផ្ចិតណាអញ្ចឹងមានន័យថានេះកាលណាមុំហ្នឹងអានេះហើយអានេះក៏ស្មើគ្នាដែរណាអាចស្មើគ្នាដែរអញ្ចឹងអាមុំនេះនិងអាមុំនេះវាប៉ុនគ្នាអញ្ចឹងបើប្រវែងផ្ចិតអង្កត់ធ្នូប្រវែងធ្នូស្មើគ្នាដែរណាអាហ្នឹងមុំផ្ចិតនេះគឺថាក្នុងរង្វង់មួយធ្នូពីរប៉ុនគ្នាស្កាត់ដោយមុំផ្ចិតពីរប៉ុនគ្នាអញ្ចឹងស្កាត់ដោយមុំផ្ចិតពីរប៉ុនគ្នាបើមុំផ្ចិតពីរប៉ុនគ្នាអឺធ្នូហ្នឹងក៏ប៉ុនគ្នាដែរច្រាស់មកវិញកាលណាមុំផ្ចិតពីរប៉ុនគ្នាធ្នូទាំងពីរនោះក៏ប៉ុនគ្នាដែរគាត់ផ្ទុយចុះផ្ទុយឡើងណាអញ្ចឹងយើងតទៀត
ដល់ណាហើយអញ្ចឹងយើងបើដោយមុំ AOC ស្មើគេមុំ AOC នេះមុំ AOC ស្មើគេនេះស្មើអង្កត់ធ្នូ AC ណាអញ្ចឹងមុំផ្ចិតស្កាត់ដោយធ្នូ AC ណា AC ស្កាត់ដោយធ្នូ AC នេះធ្នូ AC ណាអញ្ចឹងនាំឲ្យមុំ B នេះនាំឲ្យមុំ B ស្មើកន្លះនៃមុំអីគេនៃមុំ AC ទាំងពាក់កណ្ដាលណានេះដោយសារនេះមុំ B វាមិនស្មើកន្លះមុំហ្នឹងនេះកន្លះមុំហ្នឹងណាវាពាក់កណ្ដាលកន្លះនៃមុំ A AOC ណាប៉ុន្តែអញ្ចឹងដោយសារ AOC ហ្នឹងជាមុំ AOC ស្មើនេះស្មើធ្នូ AC អញ្ចឹងមុំស្កាត់ដោយធ្នូ AC អញ្ចឹងនាំឲ្យមុំ B មុំ B ស្មើកន្លះនៃមុំនៃធ្នូដែរសុំទោសស្មើកន្លះនៃធ្នូ AC ដែរបានន័យថាធ្នូនេះវាចែកចេញជា2ទៀតណាកន្លះពាក់កណ្ដាលណាអញ្ចឹងយើងឲ្យដឹងអញ្ចឹងនាំឲ្យមុំ B ស្មើកន្លះនឹងដែរណានេះភាសានេះអានេះស្មើនេះកន្លះនេះណាប៉ុន្តែអានេះអាហ្នឹងណាមុំហ្នឹងណាវាស្មើគេមក AC អញ្ចឹងណាអាអាមុំ B ហ្នឹងស្មើប៉ុណ្នេះណាស្មើប៉ុណ្នេះប៉ុន្តែដោយមុំ AOC នេះស្មើធ្នូ AC ណាអញ្ចឹងអានេះមុំ B ស្មើកន្លះនៃមុំ AOC អញ្ចឹងប៉ុន្តែមុំ AOC នេះវាស្មើមុំអីគេជំនួសកន្លែងហ្នឹងដោយមុំនេះវិញទៅដោយមុំដោយធ្នូសំទោសដោយធ្នូ AC វិញទៅវាបានមុំ B ហ្នឹងស្មើកន្លះនៃធ្នូ AC ដែរណាហ្នឹងអាហ្នឹងគេគាត់ឲ្យយល់កន្លែងហ្នឹងណាបង្ហាញប៉ុណ្ណឹងឥឡូវយើង